សុកមកស្រុកនឹងនៅភ្នំពេញអត់អីណាហីបើហត់ខ្លាំងពេកបើផ្ទះជើងវិញមកគូខ្ញុំជឿជាក់ថាអ្នកដែលឆ្ងាយពីស្រុកកំណើតពេលមើលវីដេអូនេះហើយប្រកាសជានៅស្រុកកំណើតខ្លាំងហើយដោយសារតែទិដ្ឋភាពរបស់នេះគឺប្រកបអត្ថន័យនៃអតីតកាលជាច្រើនដែលយើងមិនអាចភ្លេចបានណាពុកម៉ែបងប្អូនហើយបងប្អូនវីដេអូនេះគឺសូមផ្ញើដល់បងប្អូនដែលធ្វើការឆ្ងាយពីផ្ទះសម្បែងពីស្រុកកំណើតទៅប្រទេសគេឬមួយក៏ខាត់ឆ្ងាយអីណាឲ្យមិនគិតទស្សនាមើលឲ្យរំលឹកនៅអនុស្សាវរីយ៍និងអតីតកាលទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នានឹងឲ្យវីដេអូខ្ញុំមានតែប៉ុណ្ណេះកុំភ្លេចជួយគ្រប់គ្រងវីដេអូខ្ញុំផងដើម្បីបានវីដេអូថ្មីៗមើលបន្តទៀតបាយបាយ